បាទសួស្តីនេះគឺជាវីដេអូដែលធ្វើការបង្ហាញនៅរបៀប config កាមេរ៉ានិងដំឡើងកាមេរ៉ា Hikvision version ចិនកាមេរ៉ាប្រភេទនេះគឺយើង config មិនសាមញ្ញទេយើងមានតែ adapter 210V ភ្ជាប់ជាមួយនឹងកាមេរ៉ានឹងក៏បានដែរប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញ config ជាមួយនឹង switch នេះគឺជា switch ប្រភេទ switch PoE ដែលវាបញ្ជូនភ្លើង 210V ចេញពី switch មកកាមេរ៉ាដូចគ្នាអញ្ចឹងជាដំបូងយើងប្រើខ្សែ network មួយដែល connect ជាមួយនឹងកាមេរ៉ានិង switch នឹងមួយមកបន្ទាប់មកយើងនឹងយកខ្សែ network មួយទៀតដើម្បី connect ចូលនឹង laptop សម្រាប់យើង config បាទបន្ទាប់ពីយើង connect ចូលនឹង laptop ឬក៏ desktop រួចហើយយើងចាប់ផ្ដើមបើកទៅលើ computer របស់យើងដើម្បីចូលទៅ config កាមេរ៉ារបស់យើងបាទបន្ទាប់ពីយើងបើក computer រួចមកយើងត្រូវទៅដាក់ IP ទៅនៅលើ computer យើងសិនអញ្ចឹង IP នៅលើ computer យើងគឺយើងដាក់ IP 192.168.1.62 ឬក៏63ទៅព្រោះកាមេរ៉ារបស់យើងវា default របស់វានៅពេលដែលយើង config IP របស់វាគឺ 1.64 អញ្ចឹងនៅក្នុង PC របស់យើងឬ computer របស់យើងត្រូវ IP ដាក់ឲ្យខុសម្លេចទៅដើម្បីយើង log in កាមេរ៉ានឹងចូលតាម browser អញ្ចឹងបាទបន្ទាប់ពីយើងដាក់ IP នៅលើ computer រួចហើយយើងត្រូវទៅបើកនៅលើ set tool ដើម្បីយើង activate នៅលើកាមេរ៉ារបស់យើងអញ្ចឹងនៅពេលដែលកាមេរ៉ាថ្មីវាលោតពាក្យ active ពណ៌ក្រហមអញ្ចឹងយើង click វា2ដងដើម្បីយើងបំពេញនៅ password អញ្ចឹងដូចខ្ញុំបានបង្ហាញអញ្ចឹង password គឺយើងដាក់ password ប្រហែលក៏បានដែរតែសំខាន់កុំឲ្យយើងដាក់ជាន់ជាមួយនឹង admin ណាអញ្ចឹងយើងដាក់ password ដូចបានខ្ញុំបង្ហាញហ្នឹងតោះមកយើងគ្រីសមួយហើយយើង active កន្លែងនេះយើងមិនបាច់ពេញកូដវាទេយើង cancel វាចោលទៅបាទបន្ទាប់ពីយើង cancel ហើយវាចំពោះកន្លែងនេះគឺយើងបំពេញនៅសំណួរបោះគេដាក់មកប៉ុន្តែអ្វីដែលខ្ញុំដាក់គឺដាក់លេខ1ទាំងអស់ហ្នឹងទៅស្រួលយើងចាំថ្ងៃក្រោយដល់ពេលដែលយើងភ្លេច password ចឹងព្រោះយើង confirm ហើយយើង cancel ចោលចំពោះកន្លែងនេះគឺយើងដាក់ IP នៅលើកាមេរ៉ាម្ដងអញ្ចឹង IP ហ្នឹងបងប្អូនចង់ប្រើ IP range ប្រមាណក៏បានដែរប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំដាក់ 1.200 ចុះដើម្បីដាក់ឲ្យវា straight ជាមួយនឹង computer យើងដែរស្រួលយើង log in ចូលទៅ config នៅលើ setting វាថែមពីហ្នឹងទៀតបាទបន្ទាប់ពីយើងបដូរ IP និងបំពេញ password ហើយយើង active ហើយអញ្ចឹងយើងត្រូវ log in ចូលទៅកាមេរ៉ាដើម្បីយើងកំណត់ម៉ោងឬក៏ដូរឈ្មោះតាមអ្វីដែលយើងចង់បានទៅអញ្ចឹងយើងបាន log in តាម browser ចូលកាមេរ៉ានឹងមួយអញ្ចឹងយើងបំពេញ user password ចូលដើម្បីយើងទៅ scan setting របស់កាមេរ៉ាអញ្ចឹងយើងបញ្ជាក់មើល password យើងតើយើងវាយត្រូវឬខុសអញ្ចឹងយើង log in ចូលទៅយើងរងចាំបន្តិចដើម្បីយើងទៅ setting របស់កាមេរ៉ាហ្នឹងបាទអញ្ចឹង setting របស់វាគឺវាមាន function ច្រើនប៉ុន្តែចំពោះយើង log in តាម browser Edge គឺវា load មកតែ3ឲ្យយើងឃើញទេបើសិនតែយើងចង់ឲ្យឃើញ function ច្រើនជាងនេះយើង log តាម browser E អញ្ចឹងព្រោះយើងត្រូវការតែកន្លែង setting ទេអញ្ចឹង log តាម browser ហ្នឹងក៏បានដែរតោះមកយើងចូល setting អ្វីដែលយើងចូលដំបូងគឺទៅកែម៉ោងដើម្បីឲ្យវា sync ជាមួយនឹង PC របស់យើង
បន្ទាប់មកយើងទៅ check កន្លែង resolution អញ្ចឹងបងប្អូនចង់បានប្រមាណវាកាមេរ៉ាប្រភេទនេះវាដឹងដល់ 4K អញ្ចឹងបើសិនជាយើងចង់យក 4K យើងយកកម្រិតប៉ុណ្ណឹងទៅហើយចំពោះកន្លែងនេះគឺកន្លែងដូរឈ្មោះអញ្ចឹងកាមេរ៉ាបងប្អូនយកចង់ដាក់នៅទីតាំងកន្លែងណាអញ្ចឹងឈ្មោះយើងគឺដាក់តាមហ្នឹងទៅស្រាញ់វាដែលយើងចង់ដាក់ទីបន្ទាប់ពីយើងដូរឈ្មោះនឹងកំណត់ម៉ោងរួចហើយយើងក៏ save ទៅបន្ទាប់ពីយើងកំណត់នៅ setting រួចហើយអញ្ចឹងយើងមកកាន់ NVR ម្ដងនៅពេលដែលយើងមកកាន់ NVR គឺយើងចូលមកកន្លែង channel របស់វាដើម្បីយើង refresh search រក IP កាមេរ៉ាដែលយើងបានconfig ហ្នឹងអញ្ចឹងនៅពេលដែលយើង search មកគឺ IP បោះឡើងមកហើយដោយសារនៅក្នុងវីដេអូនេះខ្ញុំដាក់កាមេរ៉ាច្រើនចុះវាបោះ IP មកច្រើនអញ្ចឹងដែលយើងចង់ add នៅលើ channel ណាយើង select នៅលើ channel ហ្នឹងមកនៅពេលថាខ្ញុំ add នៅ channel មួយនេះគឺ select នៅលើនេះបន្ទាប់មកយើង add IP ដែលយើងបាន config នៅលើកាមេរ៉ាហ្នឹងអញ្ចឹង 1.200 ចំពោះ protocol គឺយើងយក RTSP ដើម្បីយើង add កាមេរ៉ានឹងចូលអញ្ចឹងយើងទៅបំពេញ password user ទៅបន្ទាប់មកយើងអូខេមកអញ្ចឹងយើងរងចាំបន្តិចដើម្បីឲ្យវា load connected នៅពេលដែល load connected ហើយគឺកាមេរ៉ាហ្នឹងវានឹងដំណើរការអញ្ចឹងយើងចុច apply មកហើយយើង click មកមើលកាមេរ៉ាគឺយើងដំណើរការរួចអរគុណសម្រាប់ការទស្សនាវីដេអូនេះ